ខ្ញុំបានទិញប្រហែលជានៅឆ្នាំ2024វាពិតជាជួយជ្រោមជ្រែងនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្ញុំបានច្រើនមួយកម្រិតដូចគ្នាអញ្ចឹងខ្ញុំមកអានធូរអំពីចំណុចកូរបស់សភៅមួយក្បាលនេះណាការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនផែននៃការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយមួយធំហ្នឹងកត្តាបុគ្គលគឺចង់និយាយពីស្ថានភាពរបស់យើងរាល់ថ្ងៃហ្នឹងយើងមានការចំណាយជាច្រើនដែលយើងចំណាយចាំបាច់មិនចាំបាច់អីចឹងទៅរចនាសម្ព័ន្ធគ្រួសារកខសុខភាពរបស់យើងវាសំខាន់កជំរឿការងារក៏ជាផ្នែកមួយនៃការសន្សំលុយដូចគ្នាខអាយុរបស់យើងទី2ធំហ្នឹងកត្តាសេដ្ឋកិច្ចសង្គមកមកគេហ្នឹងវត្តនៃការធ្វើអាជីវកម្មនិយាយច្រើនមែនទែនហើយល្អខ្លាំងណាស់អត្រានៃភាពមានការងារធ្វើកត្តាផ្សេងដែលកំណត់នៅស្ថានភាពសេដ្ឋកិច្ចខតម្លៃនៃរូបិយប័ណ្ណរូបិយវត្ថុ3ធំដំណើរការផែនការរៀបចំផែនការកំណត់គោលដៅនិយាយរួមទៅជុំក្នុងនឹងគឺចំណុចបានន័យថាចំណុចសំខាន់ដែលគេទៅសេមកគឺល្អខ្លាំងមែនតើសូម្បីតែយើងចង់ទិញផ្ទះគេណែនាំយើងថាយើងគូគិតគូវិភាគបែបណាមាននៅក្នុងនេះទាំងអស់យើងចង់ធ្វើអាជីវកម្មអីមាននៅក្នុងនេះទាំងអស់យើងធ្វើការបានប្រាក់ប៉ុណ្ណឹងយើងអាចសន្សំបានប៉ុណ្ណាអីមាននៅក្នុងនេះទាំងអស់តែជាក់ស្ដែងនៅតាមការលៃលករបស់យើងឯងវាគ្រាន់តែជាគំរូនិងជារឿងមួយដែលយើងយកទៅពិចារណានិងត្រេះរិះគិតបាន